សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដាច់ភ្លើងនឹងមានរឿងអីទេដាច់ភ្លើងតាំងពីម៉ោង 2 កន្លះហើយមេឃក្តៅងប់ដេកក្នុងបន្ទប់បាញ់ស្អិតដាច់ភ្លើងអត់ដឹងមូលហេតុអីឃើញគេផុសតាម Facebook ថាដាច់ភ្លើងដែរចឹងមានន័យថាមិនដាច់តែមួយផ្លែតទេអើយដាច់ភ្លើងយប់មិញដាច់ភ្លើងតាំងពីម៉ោងកដាលយប់ដេកក្តៅពេកញាក់មកដាច់ភ្លើងដេកអត់លក់ព្រលឹមឡើងងើបអត់ស្រួលខ្លួនដាច់ភ្លើងទៀតហើយបងប្អូននៅខាងបងប្អូនដាច់ភ្លើងអត់ខ្ញុំនៅបឹងសាឡាងចាំមើលមកសន្ទុះទៀតមើលមកវិញអត់ព្រោះអីរាល់ដងដែលដាច់ទេតែមិនដាច់ម្សិលមិញហើយនឹងថ្ងៃនេះចាប់ផ្ដើមដាច់ចឹងអត់ដឹងថាមានមូលហេតុអីចឹងហ្នឹងហើយសួស្តីបងប្អូនដោយសារថ្ងៃនេះតនេសម្រាប់នៅផ្ទះចឹងថតពី view ដែលមើលពីបន្ទប់ជួលថ្ងៃនេះមេឃស្រឡះល្អហ្នឹងហើយបងប្អូនថ្ងៃនេះតនេណាបាទសួស្តីបងប្អូនអរគ្នាចឹងគឺអត់តាន់ឃើញមានភ្លើងត្រឡប់មកវិញទេម៉ោង 3 កន្លះហើយទើបតែបើក Facebook មិញឃើញខាង DC គេតាមផុសថាមានការដាច់ភ្លើងអញ្ចឹងថ្ងៃហ្នឹងមិនដឹងជាម៉ោងប្រហែលមានភ្លើងមកវិញទេអត់តាន់ដឹងច្បាស់គេកំពុងតែត្រួតពិនិត្យមើលបងប្អូនដាច់ភ្លើងដេកយត់លក់ទេ